ចូលចម្រើនបងប្អូនទាំងអស់គ្នានឹងហើយថ្ងៃនេះខ្ញុំកណាមានទេវកថាមួយយកមកចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាយកទៅពិចារណាទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងទំនាយនៃការបរិភោគសាច់នឹងហើយអញ្ចឹងបងប្អូនយើងជាច្រើនបច្ចុប្បន្ននេះកំពុងតែបរិភោគសាច់វាចូលប្រហែលជា98ទៅ99%ហើយមិនទាន់មានអ្នកដែលបរិភោគបន្លែឲ្យច្រើនជាងសាច់ប្រហែលទេអញ្ចឹងថ្ងៃនេះខ្ញុំកណានឹងមកទម្លាយណាទម្លាយនៃការបរិភោគសាច់នេះថ្ងៃខាងមុខនោះយើងនឹងទទួលបានអ្វីខ្លះនៅថ្ងៃខាងមុខអញ្ចឹងគ្រប់សត្វទាំងឡាយសុទ្ធតែមានជីវិតមានបេះដូងមានឈាមមានស្បែកមានសពទាំងអស់ដូចតែមនុស្សយើងដូចគ្នាសូម្បីតែការជឿចាប់ណាសេចក្តីស្រឡាញ់ណាសុទ្ធតែមានតែយើងអញ្ចឹងយើងហើយនឹងសត្វគឺខុសគ្នាតែមួយយ៉ាងទេគឺខុសតែសម្បកកាយអញ្ចឹងគេចាត់ទុកថាណាមនុស្សសម្បកកាយបែបណាសត្វស្លាបសម្បកកាយបែបណាសត្វគោក្របីសត្វសំណក់នេះសត្វឆ្មាហ្នឹងសត្វស្វានិយាយរួមទៅគឺសត្វទាំងឡាយហ្នឹងវាមានសម្បកកាយបែបណាអញ្ចឹងគ្រាន់តែវាខុសតែសម្បកកាយគ្នាទេនេះសត្វក៏ចេះឈឺមនុស្សក៏ចេះឈឺសត្វមានសេចក្តីស្រឡាញ់ភក្តីភាពចំពោះកូនមនុស្សក៏មានភក្តីភាពចំពោះកូនសត្វមានសេចក្តីស្នេហាមនុស្សក៏មានសេចក្តីស្នេហាយើងនិយាយខ្លីគឺសេចក្តីស្រឡាញ់ការជឿចាប់មានដូចគ្នាវាខុសតែសម្បកទេហេតុអ្វីបានជាយើងគ្រប់គ្នាមិនអោយតម្លៃទៅលើជីវិតពួកគេបើមិនបានឲ្យតម្លៃទៅលើជីវិតពួកគេហើយបរិភោគសាច់គេហើយយើងគ្រប់គ្នាមិនដែលនឹកឃើញណាឧទ្ទិសនៅកុសលផលបុណ្យទាំងឡាយដែលយើងសន្សំទៅដល់ពួកពលឹងទាំងនោះទេណានោះហើយដែលបណ្ដាលឲ្យកើតទៅជាពៀនេះហ្នឹងហើយអញ្ចឹងពៀនេះឯងដែលយើងគ្រប់គ្នាត្រូវជួបប្រទះគឺជំងឺបងប្អូនយកទៅពិចារណាទាំងអស់គ្នាឡើងវិញថាជំងឺទាំងឡាយវាកើតមកពីការបរិភោគបន្លែសុទ្ធឬមួយក៏ការបរិភោគសាច់សុទ្ធអញ្ចឹងយើងគ្រប់គ្នាច្បាស់ហើយគឺគ្មាននរណាបរិភោគបន្លែសុទ្ធឬមួយក៏សាច់សុទ្ធទេគឺមានតែការលាយឡំគ្នាមិនអញ្ចឹងទេបងប្អូនជាទូទៅគឺបែបនោះឯងអញ្ចឹងការបរិភោគបន្លែហើយនឹងសាច់វាខុសគ្នាការបរិភោគបន្លែមិនងាយទេគឺមិនងាយមានជំងឺកើតឡើងសម្រាប់កាយយើងគ្រប់គ្នាទេតែមានបងប្អូនប្រមាណអ្នកដែលអនុវត្តតាំងពីតូចរហូតមកដល់អាយុគ្រប់គ្នាបច្ចុប្បន្ននេះអញ្ចឹងហើយយើងគ្រប់គ្នាភាគច្រើនបន្លែមិនសូវទេឆ្ងាញ់តែសាច់នេះសាច់គឺសាច់របស់គេណាគេលះបង់ជីវិតដើម្បីយើងគ្រប់គ្នាបែរជាយើងគ្រប់គ្នានេះមានសាច់មានឈាមមានរូបកាយជាមនុស្សហេតុអីក៏ចិត្តរបស់យើងណាឃើញទេ
mìnhនឹកឃើញសោះបើយើងអត់បរិភោគសាច់ទេយើងមិននឹកឃើញគឺមិនខុសទេប៉ុន្តែបើយើងបរិភោគសាច់របស់គេហើយយើងគួរតែនឹកឃើញណាពេលធ្វើបុណ្យធ្វើទានពេលបញ្ជូនកុសលអីហ្នឹងយើងគួរតែនឹកឃើញនៅពួកពលឹងទាំងឡាយដែលជាសត្វដែលយើងយកសាច់មកបរិភោគនោះហើយកាលណាដែលយើងមិននឹកឃើញយើងមិនឧទ្ទិសអាកំហឹងនៃសត្វកំហឹងនៃពលឹងនៃសត្វទាំងឡាយនោះវាមកចងពៀនៅក្នុងខ្លួនយើងហ្នឹងបង្កឲ្យយើងកើតទៅជាជំងឺអញ្ចឹងថ្ងៃខាងមុខនេះបើបងប្អូននៅតែបន្តបរិភោគសាច់ណាដូចជាសាច់គោសាច់ក្របីសាច់ត្រីសាច់មាន់សាច់ទាសាច់ជ្រូកអីហ្នឹងនិយាយរួមទៅគឺសាច់ហ្នឹងខ្លាំងជាងគេហ្នឹងហើយអញ្ចឹងបងប្អូនគួរតែកាត់បន្ថយទាំងអស់គ្នាណាជៀសវាងព្រោះថ្ងៃខាងមុខនេះទំនាយនៃការបរិភោគសាច់អ្នកដែលបរិភោគសាច់នឹងទទួលបាននៅជំងឺណាជំងឺជាច្រើនយើងមើលតែជំងឺមាន់ហ្នឹងណាសង្កុកឈឺប្រកាច់ស្លាប់មែនទេពាក់ព័ន្ធជាមួយនឹងជំងឺផ្ដាសាយប៉ុន្តែមិនមែនផ្ដាសាយធម្មតាទេហ្នឹងណាបងប្អូនចាំអញ្ចឹងមិនថាសាច់អីទេបើអាចកាត់បន្ថយបាននាំគ្នាកាត់បន្ថយហើយបើអាចព្យាយាមនាំគ្នាឧទ្ទិសណាឧទ្ទិសនៅកុសលផលបុណ្យទាំងឡាយហ្នឹងដើម្បីឲ្យម្ចាស់ពារទាំងឡាយនេះដែលយើងបរិភោគជាសាច់នេះដើម្បីទូទ្រង់កាយយើងហ្នឹងកុំឲ្យមានការចងពៀវលានឹងគ្នាទៅមុខទៀតណាហើយបើបងប្អូនមិនជឿទេបងប្អូនបរិភោគទៀតចោះហ្នឹងហើយបរិភោគទៀតចោះប៉ុន្តែមិនយូរមិនឆាប់ទេវានឹងមកម្ដងមួយចាថាផ្ដាសាយបាក់សៃណាហូបតិចទៀតក៏ហូបមន់ក៏ឈឺចឹងស្លាប់ចឹងទៅជាបានមិនតាន់ចឹងទៅអស់ពីមន់ចូលទាចឹងទៅអស់ពីទាចូលជ្រូកអស់ពីជ្រូកចូលគោកើតជំងឺអីប្លែកចឹងណាហើយបងប្អូនចាំកត់ចំណាំសម្គាល់មើលអ្វីដែលខ្ញុំកណាចែករំលែកនេះទៅចាប់ពីថ្ងៃនេះទៅហ្នឹងហើយតើវាដូចអ្វីដែលខ្ញុំកណាចែករំលែកដែរអត់ខ្ញុំកណាកាន់តែចង់ប្រាប់ទៅបងប្អូនទាំងអស់គ្នាថាកុំឲ្យមានការយល់ច្រឡំថាខ្ញុំកណាជាបុគ្គលត្រាស់ដឹងអត់ទេណាសុំចិត្តកន្លែងហ្នឹងកុំឲ្យសោះកុំឲ្យមានចិត្តបែបនោះណាគ្រាន់តែចំណេះដឹងនេះកណាដឹងក៏កណាចែករំលែកបន្តទៅព្រោះយើងយកទៅពិចារណាទាំងអស់គ្នាទៅកុំអាងតែគ្នាសัตว์គឺយើងអត់គិតគូរពីគ្នាអាងវាសម្បកកាយយើងវាល្អជាងគេឃើញទេកាន់តែពិតទៅវាដូចតែគ្នាវាមានឈាមវាមានសបែកវាមានរោមវាមានសរសៃវាមានភ្នែកមានច្រមុះមានវាដូចតែគ្នាខុសតែសម្បកកាយទេហ្នឹងហើយអានឹងក្នុងអាដែងឃ្លីបរបស់ព្រះសម្មាសម្ពុទ្ធមួយណាលោកលើកឡើងហើយបងប្អូនយកទៅពិចារណាទាំងអស់គ្នាណាដោយក្នុងឃ្លីបនោះលោកបានពុទ្ធិកាថាយើងឈប់ជានិរន្តរ៍ឈប់ធ្វើហិង្សាចំពោះវត្ថុដែលមានជីវិតទាំងឡាយតែលោកប្រើហិង្សាគ្រប់គ្នាយើងទៅប្រាប់ថាយើងឈប់ហើយតែលោកនៅបីសាច់នៅក្នុងខ្លួន
របស់លោកសាងភាពវិនាសច្រើនប៉ុណ្ណាការរងទុក្ខវេទនានឹងគ្មានថ្ងៃបញ្ចប់អ្នកទាំងអស់គ្នាយល់ពីបិសាចក្នុងខ្លួនទេហ្នឹងហើយបិសាចក្នុងខ្លួនតែវាស្រេកឃ្លាននៅអស់ហ្នឹងណាស្រេកឃ្លានអាយុជីវិតគេស្រេកឃ្លាននៅសាច់ឈាមរបស់គេអញ្ចឹងព្រះអង្គលោកយល់ស្វែងយល់ពីហ្នឹងហើយពាក្យថាលោកហ្នឹងខ្ញុំកណាបានបញ្យល់ហើយលោកទាំងឡាយហ្នឹងគឺសំដៅទៅមនុស្សទាំងឡាយឃើញទេលោកចង់ប្រាប់ថាលោកឈប់ធ្វើហិង្សាទៅលើវត្ថុដែលមានជីវិតទាំងឡាយហើយប៉ុន្តែលោកនៅឃើញទេចង់និយាយថាយើងទាំងអស់គ្នានៅឃើញអញ្ចឹងលោកយល់អំពីសច្ចធម៌មួយហ្នឹងហើយគេហៅថាសច្ចធម៌អាត់កំបាំងនៃ8ខនៃចក្រវាលហ្នឹងអញ្ចឹងបងប្អូនយកទៅស្វែងយល់នៅពិចារណានៅពាក្យដែលខ្ញុំកណាចែករំលែកហ្នឹងទៅដូចជាពុទ្ធិការបស់ព្រះអង្គអីហ្នឹងបីសាចនៅក្នុងខ្លួនរបស់លោកឃើញទេមានន័យថាបីសាចនៅក្នុងខ្លួនរបស់យើងសាងភាពវិនាសច្រើនប៉ុណ្ណាការរងទុក្ខវេទនានឹងគ្មានថ្ងៃបញ្ចប់អ្នកទាំងអស់គ្នាត្រូវស្វែងយល់អត្ថន័យជ្រៅជ្រះណាស់អាចកំបាំងនោះហ្នឹងហើយអញ្ចឹងបើសិនណាបងប្អូនណាមិនយល់ឬមួយក៏ចង់ដឹងបន្ថែមអីព្រោះពេលខ្លះខ្ញុំកណាចែករំលែកទៅក៏វាមានការខ្វះខាតខ្លះអញ្ចឹងបើសិនណាបងប្អូនចង់ដឹងក៏ comment នៅក្នុងវីដេអូហ្នឹងទៅចាំខ្ញុំកណាព្យាយាមបកស្រាយនិងឆ្លើយតបទៅបងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងខ្ញុំកណាក៏សូមជម្រាបលាសូមអរគុណ